ធ្វើទុកដល់ថ្នាក់ហើមកដៃកជើងអីហើយប្រើត្រូវដែរតម្រង់នៅវាចុះខ្សោយខ្លាំងណាឥឡូវវាចូលដល់ដំណាក់កាលទី4ហើយវាធ្វើទុកហើមកដៃកជើងហើយវាហូបរបស់ឆ្ងាញ់នេះទៀតបានតមកសាបបានហើយបន្លែប៉ះសាច់ប៉ះអីជាពិសេសអាហារសាច់ដូចជាសាច់គោស្អីប៉ះបានមកថ្នាំហ្នឹងមិនសិតយើងប្រើជាមួយនឹងអាហារអំប៉នអីអត់អីទេវាប៉ះពាល់ប្រតិកម្មអីមិនហ្នឹងគេបើសិនថ្នាំហ្នឹងប្រើទៅវាជួយស្ដារវាជួយប៉នកលៀនតម្រងនោមហ្នឹងឲ្យវាមកផ្សើរឡើងវិញបាត់ហើមបាត់អីចង់សាកមើលបានកំប៉ុងពីកំប៉ុងអញ្ចឹងណាបាទតែខ្ញុំសាកអស់ហើយថ្នាំតាំងពីអាមួយឈុត150 200ហាប៉នទៅដល់គោឯងសូត្រផ្សាយត្រូវនឹងសាកមិនឃើញត្រូវសោះអស់ហើយតែប្រើសិនឡើងធ្វើຕົកអីហើយចាំមើលទៅមុខទៀតបើវាធ្វើຕົកទៀតចាំទិញប្រើទៀតបាទនឹងអស់2កំប៉ុង